បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយពុកម៉ែបងប្អូនថ្ងៃនេះគឺធ្វើមុខម្ហូបម្ដងបាទពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំធ្វើជ្រក់ត្រីបាទពុកម៉ែបងប្អូនបាទអញ្ចឹងជ្រក់ត្រីគ្រឿងក្រៅមិនមានអីច្រើនទេពុកម៉ែបងប្អូនមានតែគល់ស្លឹកគ្រៃគល់ខ្ទឹមសបាទមើមខ្ទឹមម្ទេសក្រូចឆ្មាបាល់ម្រេចស្ករជេងអញ្ចឹងទៅបាទពុកម៉ែបងប្អូនបាទទឹកត្រីទឹកស្អ៊ីវបាទនឹងតែគ្រឿងក្រៅយើងផ្សំហើយបាទអញ្ចឹងពុកម៉ែបងប្អូនមានគ្រឿងលើសពីហ្នឹងអាចបន្ថែមតាមហ្នឹងទៅហើយតាមរសជាតិជាក់ស្ដែងបាទអញ្ចឹងមុននឹងឈានទៅដល់យើងស្លគឺយើងត្រូវលាងសម្អាតត្រីបាទបន្ទាប់មកគឺយើងត្រូវដំគល់ស្លឹកគ្រៃឲ្យវាទក់បាទមូលហេតុដែលយើងដំឲ្យទក់គឺដើម្បីឲ្យពេលយើងដាំទឹកទៅយើងដាក់ទៅវាឆាប់ចេញជាតិគល់ស្លឹកគ្រៃបាទតបមកយើងបកមើមខ្ទឹមយើងដំមើមខ្ទឹមយើងដំម្ទេសកាត់ស្លឹកខ្ទឹមបាទហាន់ក្រូចឆ្មាហាន់អីទុកឲ្យហើយមកពុកម៉ែបងប្អូនបាទអញ្ចឹងការហាន់ក្រូចឆ្មាយើងហាន់ទុកឲ្យហើយបាទបន្ទាប់ពីយើងហាន់ក្រូចឆ្មាហាន់អីរួចគឺយើងចាំបាច់ត្រូវទៅហាន់បាទសាច់ត្រីបាទទៅកាត់សាច់ត្រីរបស់យើងកង់ទៅបាទហើយការកាត់សាច់ត្រីនេះបាទពុកម៉ែបងប្អូនគឺយើងអត់ត្រូវកាត់ធំពេកឬក៏តូចពេកអត់កើតទេពុកម៉ែបងប្អូនបាទយើងកាត់មកល្មមបាទយើងកាត់មកល្មមដែលយើងអាចស្លបានបាទហើយនៅពេលដែលយើងកាត់សាច់ត្រីរបស់យើងបានកង់បែបនេះយើងត្រូវទៅដាំទឹកបាទពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនអាចដាំទឹកទុកមុនក៏បានដែរបាទប៉ុន្តែយើងដាំទឹកមុនគេរកថាយើងធ្វើគ្រឿងក្រៅរបស់យើងមិនទាន់ទឹកពុះទៅកុំឲ្យថាវាខាត់ហ្គាសខាត់ភ្លើងអីចឹងទៅពុកម៉ែបងប្អូនបាទអញ្ចឹងបន្ទាប់ពុកម៉ែបងប្អូនអាចធ្វើជាគ្រឿងក្រៅអីរួចរាល់ពុកម៉ែបងប្អូនអាចដាក់ដាំទឹកបាទដល់ពេលយើងដាក់ដាំទឹកយើងទៅដាក់គល់ស្លឹកគ្រៃមើមខ្ទឹមអីនឹងចូលឲ្យហើយទៅបាទដើម្បីឲ្យវាកាត់ឆ្អាបអញ្ចឹងគល់ស្លឹកគ្រៃនិងខ្ទឹមនឹងគឺមានសារៈសំខាន់មែនទែនបាទពុកម៉ែបងប្អូនដើម្បីវាជួយទៅដល់ការកាត់ឆ្អាបបាទពុកម៉ែបងប្អូនគឺកាត់ឆ្អាបជាតិត្រីរបស់យើងអត់ឲ្យត្រីនឹងមានក្លិនឆ្អាបទេបាទអញ្ចឹងយើងធ្វើបែបនេះគឺវាមានសារៈសំខាន់មែនទែនបាទពុកម៉ែបងប្អូនបាទអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនដាក់សាច់ត្រីចូលទៅក្នុងឆ្នាំងរបស់យើងរួចយើងទៅដាក់ផ្សំគ្រឿងហើយទៅពុកម៉ែបងប្អូនអាចដាក់អំបិលចេងស្ករអញ្ចឹងទៅបាទបន្ទាប់មកជាយើងដាក់ស្លឹកក្រូចសើចបាទហើយដែលខ្ញុំកំពុងតែដួសទឹកដាក់ចូលទៅក្នុងកួនចាននេះគឺមិនមែនប្រហុកទេពុកម៉ែបងប្អូនគឺស្ករក្រហមគឺខ្ញុំប្រើស្ករក្រហមដើម្បីឲ្យទឹកសឡរបស់យើងនឹងវារាងក្រហមកុំឲ្យវាសពេកបាទនៅពេលដែលយើងដាក់ស្ករក្រហមដាក់អីរួចអញ្ចឹងទៅយើងត្រូវគ្របឆ្នាំងសឡរបស់យើងទុកមួយសន្ទុះធំមកពុកម៉ែបងប្អូនបាទដើម្បីឲ្យវាសាច់ឆ្អិនសាច់ត្រីឆ្អិនល្អហើយយើងអាចយកទៅកូរទៅអីទេពុកម៉ែបងប្អូនបាទសាច់ត្រីនឹងគឺវាងាយស្រួលទេបាទពុកម៉ែបងប្អូនអញ្ចឹងបន្ទាប់ពីយើងបើកគម្របឆ្នាំងមកយើងឃើញថាសាច់ត្រីរបស់យើងពុះល្អយើងកុំភ្លេចបាទពុកម៉ែបងប្អូនដាក់ម្ទេសដែរទៅឲ្យវាហិលឆ្ងាញ់បាទបើខ្ញុំវិញអត់ម្ទេសគឺអត់បានទេពុកម៉ែបងប្អូនបាទហើយបន្ទាប់យើងដាក់ម្ទេសដាក់ស្លឹកក្រូចសើចអីចឹងទៅយើងធ្វើការភ្លក់ទឹកសម្លបន្តិចមកបាទតែវាល្មមដែលយើងអាចហូបបានហើយបាទហើយយើងភ្លក់ថាឃើញវាស្ទើរបើថាវាអត់ស្ទើរទេយើងបាច់ថែមទេតែវាថាវាស្ទើរយើងថែមទៅបាទតែខ្ញុំដាក់ទៅរៀងស្ទើរបន្តិចបាទហើយពុកម៉ែបងប្អូនមើលសាច់ត្រីបាទគឺថាអេមសេមតែម្ដងសាច់ត្រីបាទពុកម៉ែបងប្អូនបាទតែថាពេលធ្វើហ្នឹងសក់ទឹកមាត់ម្សៅពុកម៉ែបងប្អូនបាទឥឡូវនេះចូលសំលេងថាស្រក់ទឹកមាត់ម្សៅទៀតចង់ថាចូលសំលេងរួចធ្វើមុខម្ហូបនេះហូបម្ដងទៀតបាទពុកម៉ែបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងម្ហូបយើងឆ្អិនពុកម៉ែបងប្អូនអាចបាច់ក្រូចឆ្មាដាក់គ្រឿងដាក់ក្រៅអីមុនក៏បានបាទប៉ុន្តែខ្ញុំហូបមកពេលហូបអត់អស់ទេខ្ញុំអត់អាចបាច់ក្រូចឆ្មាដាក់គ្រឿងមុនទេបាទព្រោះថាខ្លាចវាផ្អូមបាទពុកម៉ែបងប្អូនបាទ
ចឹងនៅពេលដែលខ្ញុំដួសដាក់ចានបាទខ្ញុំចាប់ផ្ដើមច្បាច់ក្រូចឆ្មាហើយនៅដល់ឆ្នាំងតឹងប្រមាណហ្នឹងគឺយើងទុកបលែកសិនទៅបាទពេលយើងចង់ហូបយើងគ្រាន់តែកណ្ដៅហើយយើងដួសដាក់ចានហើយយើងច្បាច់ក្រូចឆ្មាមកព្រោះយើងនៅសល់តែក្រូចឆ្មាទេដែលយើងអត់ដាក់អស់អញ្ចឹងក្រូចឆ្មាពុកម៉ែបងប្អូនចង់ជូរចង់មកល្មមបាច់នឹងតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនបាទហើយសម្រាប់វីដេអូនេះបាទពុកម៉ែបងប្អូនសម្រាប់បងដែលគាត់ប្រកែកខាងស្ងោរជ្រក់បាទចឹងបើមានកំហុសខុសឆ្គងយ៉ាងណានៅក្នុងវីដេអូនេះឬក៏ពាក្យសម្ដីលើសលុសដល់ប្រការណាមួយយើងក៏សូមខន្តីអ្នកបៃទោសពីពុកម៉ែបងប្អូនទាំងអស់គ្នាបាទចឹងវីដេអូខ្ញុំក៏មកដល់ទីបញ្ចប់ហើយដែរបាទយើងសូមអរគុណនិងសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយទៀតបាទ